មេដឹកនាំគួរតែស្រឡាញ់ភាពជាគ្រូបញ្ចូលហើយគ្រូក៏ស្រឡាញ់ភាពជាអ្នកដឹកនាំបញ្ចូលដើម្បីคล้ายទៅជាគ្រូអស្ចារ្យនិងអ្នកដឹកនាំអស្ចារ្យនោះមនុស្សជាតិរបស់យើងនឹងអស្ចារ្យជាក់ជាមិនខានសូមស្វាគមន៍វគ្គពិសេស GLA វគ្គពិសេស GLA ធានាគុណភាពរៀនហើយពេញចិត្តទើបបង់ប្រាក់រៀនវគ្គ GLA ដើម្បីដឹកនាំខ្លួនឯងដឹកនាំគ្រួសារនិងដឹកនាំស្ថាប័នពាក្យខ្លះវាខ្លីតែវាខ្លឹមវាមានខ្លឹមសារស៊ីជម្រៅមែនទែនអរគុណណាស់បងបានលើកកណ្ដឹងខ្ញុំគិតថានេះក៏ជាបេសកកម្មដែលរដ្ឋាភិបាល leadership របស់យើងខំធ្វើកម្មវិធីគ្រូនិងអ្នកដឹកនាំដែរបើបងមានប្រសាសន៍ថាមេគឺជាគ្រូមានន័យថាគាត់ធ្វើជាអ្នកដឹកនាំគាត់ធ្វើជាមេហើយតែ complete គាត់ក៏មានតួនាទីគាត់មានភាពជាគ្រូដែលត្រូវតែដឹកនាំធ្វើម៉េចឲ្យគេសុខចិត្តបញ្យល់គេធ្វើម៉េចឲ្យយល់គេយល់ព្រមជៀសវាងនៅការមេដែលអាចថាភាពដែលហិង្សាឬក៏ផ្ដាច់ការដែលកាលណាយើងខ្វះភាពជាគ្រូហ្នឹងគឺខ្វះការបញ្យល់នៅក្នុងភាពហេតុផលឬក៏សមត្ថភាពក្នុងការឲ្យមនុស្សយល់នៅអ្វីដែលយើងយល់ធ្វើឲ្យអ្នកដទៃយល់នៅអ្វីដែលយើងចេះធ្វើឲ្យអ្នកដទៃចេះហ្នឹងគឺសិតតែជាសមត្ថភាពដែលពាក់ព័ន្ធនឹងគ្រូហើយយើងរកឃើញមកថាបើមេដឹកនាំរបស់យើងឬក៏អ្នកដឹកនាំរបស់យើងឲ្យតែគាត់បូកភាពជាគ្រូចូលគឺគាត់នឹងคล้ายទៅជាអ្នកដឹកនាំដ៏អស្ចារ្យបាទដូចគ្នាដែរដែលបងមានប្រសាសន៍ថាគ្រូគឺជាមេវិញនេះក៏ជាក្តីសម័យរបស់យើងដែលយើងចង់ឃើញគ្រូរបស់យើងមិនត្រឹមតែដើរតួនាទីជាគ្រូទេពេលដែលយើងធ្វើការសិក្សាស្រាវជ្រាវយើងរកឃើញថាគ្រូនឹងគឺជាអ្នកដឹកនាំទី2នៃមនុស្សជាតិបន្ទាប់ពីឪពុកម្ដាយអញ្ចឹងកុំភ្លេចថាលោកគ្រូអ្នកគ្រូមិនត្រឹមតែជាគ្រូទេក៏ជាអ្នកដឹកនាំដែរដែលយើងហៅថាឪពុកម្ដាយទី2នៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងបើសិនជាគ្រូគាត់បូកភាពជាអ្នកដឹកនាំចូលនោះយើងរកឃើញថាគាត់នឹងคล้ายទៅជាគ្រូដ៏អស្ចារ្យចឹងពាក្យពីរម៉ាត់នេះខ្ញុំគិតថាវាស្របនឹងអ្វីដែលយើងបានលើកបានគិតមកពីព្រោះយើងធ្វើកម្មវិធីគ្រូនិងអ្នកដឹកនាំហ្នឹងបើនិយាយមែនតើគ្រូបូកភាពជាអ្នកដឹកនាំហើយអ្នកដឹកនាំបូកភាពជាគ្រូគឺរកឃើញដូចជាបងមានប្រសាសន៍គ្រូមេគឺជាគ្រូហើយគ្រូគឺជាមេហើយយើងរកឃើញថាឲ្យតែគ្រូបូកភាពជាអ្នកដឹកនាំនឹងคล้ายទៅជាគ្រូដ៏អស្ចារ្យហើយអ្នកដឹកនាំបូកភាពជាគ្រូនឹងคล้ายទៅជាអ្នកដឹកនាំដ៏អស្ចារ្យនោះហើយដែលយើងប្រាថ្នាចង់ឃើញមនុស្សជាតិរបស់យើងអស្ចារ្យចឹងតាមរយៈអ្វីដែលបងមានប្រសាសន៍នេះខ្ញុំគិតថាពិតជាខ្លីហើយខ្លឹមដែលអាចងាយចងចាំងាយយល់ដែលអាចជួយទាំងគ្រូរបស់យើងជួយទាំងអ្នកដឹកនាំរបស់យើងឲ្យคล้ายទៅជាអ្នកដឹកនាំដ៏អស្ចារ្យឲ្យคล้ายទៅជាគ្រូដ៏អស្ចារ្យហើយជាពិសេសយើងអាចពង្រីកនៃភាពអស្ចារ្យគ្មានដែនកំណត់របស់យើងអាចពង្រីកនៅស្នាដៃឬក៏សមិទ្ធផលដ៏អស្ចារ្យរបស់យើងដែលលោកគ្រូអ្នកគ្រូជាច្រើនមានអីស្ទះមានន័យថាគាត់ធ្វើជាគ្រូហើយប៉ុន្តែគាត់ឡើងទៅមិនរួចមុជមិនជ្រៅទៅមិនឆ្ងាយគាត់ជាអ្នកដឹកនាំហើយគាត់មានអ្វីដែលស្ទះមុជមិនជ្រៅទៅមិនឆ្ងាយអញ្ចឹងខ្ញុំគិតថាតាមរយៈសម្រងគំនិតនេះសុភាសិតនេះបើជនរួមជាតិរបស់យើងដែលជាជនរួមជាតិធម្មតាឬក៏បងប្អូនប្រជាពលរដ្ឋធម្មតាចងចាំឬក៏យល់ថាអូខេយើងបូកមេបូកនឹងគ្រូចូលយើងនឹងคล้ายទៅជាមនុស្សអស្ចារ្យហើយមេបើសិនជាយើងបូកនឹងគ្រូចូលយើងនឹងคล้ายទៅជាមេអស្ចារ្យហើយគ្រូបូកនឹងភាពជាមេចូលនឹងคล้ายទៅជាគ្រូអស្ចារ្យនេះខ្ញុំគិតថាយើងនឹងដូចជាបំបែករនាំងស្ទះមួយដែល unlock អ្វីដែលកត្តារាំងស្ទះរបស់យើងជាពិសេសកុំទុកអាភាពដែលគេហៅស្ទះហ្នឹងយើងដើម្បីយើងអាចពង្រីកបានខ្ញុំគិតថាមេដឹកនាំគួរតែស្រឡាញ់ភាពជាគ្រូបញ្ចូលហើយគ្រូក៏ស្រឡាញ់ភាពជាអ្នកដឹកនាំបញ្ចូលដើម្បីคล้ายទៅជាគ្រូអស្ចារ្យនិងអ្នកដឹកនាំអស្ចារ្យនោះមនុស្សជាតិរបស់យើងនឹងអស្ចារ្យជាក់ជាមិនខានសូមស្វាគមន៍វគ្គពិសេស GLA វគ្គពិសេស GLA ធានាគុណភាពរៀនហើយពេញចិត្តទើបបង់ប្រាក់រៀនវគ្គ GLA ដើម្បីដឹកនាំខ្លួនឯងដឹកនាំគ្រួសារនិងដឹកនាំស្ថាប័ន